សួស្តីបងប្អូនថ្នាក់ទី10ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី30នាទីឆ្លាតវៃរបស់ស្ថានីយ៍ផ្សព្វផ្សាយអប់រំ EBC លោកគ្រូឈ្មោះវុធារដ្ឋាជាគ្រូគណិតវិទ្យាថ្នាក់ទី10ថ្ងៃនេះដែរយើងនឹងបន្តមេរៀនរបស់យើងទៀតត្រង់ចម្ពោះទី3សម័យកាលនិងវិសម័យកាលមេរៀនទី2ប្រព័ន្ធសម័យកាលនិងសម័យកាលដោយការលំដាប់ខ្ពស់ចំណុច 2.4 ទ្រឹស្ដីបទសំណល់និងទ្រឹស្ដីបទផលគុណកត្តាដូច្នេះយើងទៅសិក្សាទាំងអស់គ្នាបងប្អូនគ្នាថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងទៀតត្រង់ចំណុច 2.4 ទ្រឹស្ដីបទសំណល់និងទ្រឹស្ដីបទផលគុណកត្តាអញ្ចឹងដោយមិនដេចទៅដែលហៅថាទ្រឹស្ដីបទសំណល់ហើយដោយមិនដេចទៅដែលហៅថាទ្រឹស្ដីបទផលគុណកត្តាអញ្ចឹងយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងជាដំបូងគេនឹងលើកយកពហុធាតុ f នៃ x និង g នៃ x បាទយកមកសិក្សារួចរកតម្លៃនៃកន្សោមនឹងបាទរកតម្លៃនៃកន្សោមពហុធាតុនឹងដោយបាទឲ្យតម្លៃ x ណាអញ្ចឹងមានន័យថាឧទាហរណ៍ថាបើសិនជា f នៃ x ស្មើនឹង x បូក1អញ្ចឹងបើសិនជាករណី x ស្មើ2អញ្ចឹងនាំឲ្យ f នៃ x ស្មើប៉ុន្មានបាទ f នៃ 2នឹងស្មើប៉ុន្មានបើទៅតាមតម្លៃ x អញ្ចឹង2បូក1ទៅជា3បាទអញ្ចឹងកន្សោមតម្លៃបាទកន្សោម f នៃ x និង g នៃ x ហ្នឹងគឺវាប្រែប្រួលទៅតាមបាទទៅតាមតម្លៃ x f អងបាទចំពោះ x ស្មើ1កន្សោមនឹងស្មើប៉ុន្មានចំពោះ x ស្មើ2កន្សោម f នៃ x ឬក៏ g នៃ x នឹងស្មើប៉ុន្មានគឺយើងជួសទៅតាមតម្លៃបាទតម្លៃនៃ x អញ្ចឹងឧទាហរណ៍បាទបងប្អូនទៅមើលឧទាហរណ៍បន្តិចទៅអញ្ចឹងគេឲ្យពហុធាតុ f នៃ x ស្មើនឹង x គីបដកឲ្យ 5x បូកឲ្យ6ណាបាទ f នៃ x ស្មើនឹង x គីបដកឲ្យ 5x បូក6អញ្ចឹងគេថាបើសិនជា x ស្មើ2ណាបើសិនជា x ស្មើ2អញ្ចឹងបងប្អូនយកលេខ2ហ្នឹងជួសនៅក្នុងកន្សោមហ្នឹងទៅគឺយើងបាន f នៃប៉ុន្មានបាទគឺ f នៃ 2អញ្ចឹង f នៃ2ស្មើប៉ុន្មាន f នៃ2គឺស្មើនឹង2គីបដកឲ្យ3បាទគុណឲ្យយក5គុណឲ្យណាដក5គុណឲ្យ2បូកឲ្យ6មានន័យថានេះគឺជាតម្លៃ x អញ្ចឹងបើសិនជា fx វាស្មើ x គីបដកឲ្យ 5x បូកឲ្យ6ចុះដល់ពេល f នៃ2វិញបាទព្រោះ x ស្មើ2អញ្ចឹង f នៃ2គឺស្មើនឹង2គីបវិញលែង x ទីទៅត្រូវទេព្រោះដោយសារតែតម្លៃ x គឺយើងឃើញហើយអញ្ចឹងជួសលេខ2ដោយ x មកសំទោជួស x ដោយ2មកគឺយើងបាន2គីបដកឲ្យ5គុណឲ្យ2បូកឲ្យ6អញ្ចឹងគឺយើងបានប៉ុណ្នេះ2គីបដកឲ្យបាទ f នៃ2ស្មើ2គីបដកឲ្យ5គុណឲ្យ2បូកឲ្យ6ស្មើប៉ុន្មាន2គីបគឺស្មើនឹង8ដកឲ្យបាទ5គុណឲ្យ2គឺបាន10អញ្ចឹង8ដក10នៅសល់ប៉ុន្មាននៅសល់ដក2ដក2បូក6គឺនៅសល់4អញ្ចឹងនាំឲ្យ f នៃ2គឺស្មើ4អញ្ចឹងមានន័យថាម៉េចកន្សោមពហុធាតុ f នៃ x ស្មើនឹង x គីបដកឲ្យ 5x បូក6មានតម្លៃស្មើ4កាលណាបាទ x ស្មើ2ឬក៏យើងអាចនិយាយបានថា f នៃ2ស្មើនឹង4ណាអញ្ចឹងបងប្អូនចេះរកអំពីបាទការរកតម្លៃនៃកន្សោមឲ្យតែយើងស្គាល់តម្លៃនៃបាទអថេររបស់វាគឺយើងរកតម្លៃកន្សោមនឹងឃើញហើយណាបាទអញ្ចឹងបងប្អូនតន់ត្រង់ហ្នឹងហីបាទអញ្ចឹងបើមួយទៀតបើសិនជាករណី x ស្មើ e វិញណាដំបូងបាទ x ស្មើ2គឺយើងបាន f នៃ2ចុះបើ x ស្មើ e វិញវាស្មើអីវិញណាបើ x ស្មើ e គឺនាំឲ្យអីគេយើងយក e ហ្នឹងជួសកន្លែង x មកជួសនៃកន្សោមលើហ្នឹងជួសដល់ x យើងបានអីគេ fe ស្មើ e គីបដកឲ្យ5គុណឲ្យ e បូកឲ្យ6ត្រូវទេបាទអញ្ចឹងគឺបាន fe ស្មើនឹងបាទ e គីបដកឲ្យ 5e បូកឲ្យ6ព្រោះដោយសារកន្លែងណាមាន x យើងជួសដោយ e យើងទៅមើល e ទៀតណា e គីបស្មើប៉ុន្មានយើងដឹងថា e ការ៉េស្មើប៉ុន្មានណា e ការ៉េបាទ e ការ៉េគឺស្មើនឹងដក1ចុះបើសិនជាលោកគ្រូគុណថែម e ទៀតបាទគុណថែម e ទៀតគឺបាន e គីបទេបាទគុណទៅគឺ e គីបហើយអញ្ចឹងយើងគុណថែមនឹង e នៅនេះដែរអញ្ចឹង e គុណឲ្យដក1គឺបានដក e មានន័យថាបាទ e គីបនេះគឺស្មើនឹងដក e នេះតម្លៃ e គីបគឺស្មើនឹងដក e អញ្ចឹងយើងបានដក e ដកឲ្យ 5e អញ្ចឹងដក e ដកឲ្យ 5e គឺស្មើនឹងបាទ 6e ចំណែកឯបូក6នេះគឺវាអត់មានអីទូទាត់ទេអញ្ចឹងចម្លើយចុងក្រោយរបស់យើងគឺ6បាទដកឲ្យ 6e ណាអញ្ចឹងមានន័យថាតម្លៃកន្សោមករណីបាទ e
បាទករណី x ស្មើនឹង e គឺតម្លៃនៃកន្សោមរបស់យើងហ្នឹងគឺស្មើនឹង fe ស្មើនឹង6ដកឲ្យ 6e បងប្អូនតន់ណាត្រង់ហ្នឹងករណី s ស្មើ2សំទោស f នៃ2ស្មើ4ដល់ពេល f នៃ e វិញគឺស្មើនឹង6ដកឲ្យ 6e អញ្ចឹងមានន័យថាកន្សោមខាងលើនេះគឺវាប្រែប្រួលទៅតាមតម្លៃនៃ x តម្លៃនៃអថេររបស់វាណាបងប្អូនតន់ណាបាទអញ្ចឹងយើងចូលទៅដល់មួយទៀតគេថាបើសិនជាលោកគ្រូយកបាទបើសិនជាគេយកកន្សោម f នៃ x ស្មើនឹង x គីបដកឲ្យ 5x បូកឲ្យ 6ហ្នឹងយកទៅចែកនឹង x ដក2ណាបើសិនជាគេយកតម្លៃ x គីបដកឲ្យ 5x បូកឲ្យ 6ហ្នឹងចែកនឹង x ដក2មានន័យថាម៉េច x ដក2នេះគឺវាបានមកពីណាណា x ដក2នេះគឺយើងអាចទាញមកពីឫសរបស់វាមិញគឺអីគេបាទគឺតម្លៃនៃបាទតម្លៃនៃ x ស្មើ2អញ្ចឹងតម្លៃនៃ x ស្មើ2លោកគ្រូអាចបោះ x បាទបោះ2មកអង្គមកខាងមកគឺបាន x ដក2ស្មើ0អញ្ចឹងលោកគ្រូយកតម្លៃនៃ f នៃ x យើងយកចែកជាមួយនឹង x ដក2ហ្នឹងថាតើយើងទទួលបានប៉ុន្មានណាបាទអញ្ចឹងលទ្ធផលវាបានប៉ុន្មានតោះឥឡូវយើងទៅចែកទាំងអស់គ្នាអញ្ចឹងកាលណាយើងចែក f នៃ x គឺជាតំណាងចែកហើយ x ដក2គឺជាតួចែកអញ្ចឹងតំណាងចែករបស់យើងគឺមាន x គីបដកឲ្យ 5x បូក6ចែកឲ្យ x ដក2បាទបងប្អូនភ្លេចឬនៅអំពីវិធីចែកបាទវិធីចែកពហុធាតុយើងបានសិក្សារួចមកហើយណាបាទអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូននឹងអាចបាទចាំឡើងវិញអំពីការចែកពហុធាតុតោះឥឡូវយើងទៅចែកទាំងអស់គ្នាអញ្ចឹងដើម្បីចែកពហុធាតុគឺយើងត្រូវមើលបាទកន្សោមណាដែលមានបាទតួដែលមាន degree ខ្ពស់ជាងគេទាំងតំណាងចែកនិងតួចែកអញ្ចឹងតំណាងចែក degree ខ្ពស់របស់វាគឺ x គីបចំណែកឯតួចែក degree ខ្ពស់វាគឺ x ទេអញ្ចឹងយើងគួរដាក់នៅកន្លែងលទ្ធផលនេះប៉ុន្មានដើម្បីយើងបោះទៅអាចទូទាត់ជាមួយនឹង degree ខ្ពស់នៃតំណាងចែកអាចទូទាត់វាបានស្មើ0ណាឬក៏យើងអាចនិយាយថាបំបត្តិវាអញ្ចឹងយើងគួរដាក់គុណនឹងប៉ុន្មានបាទលោកគ្រូអាចដាក់ x ក្រេព្រោះដោយសារនេះ x គីបហើយយើងមាន x មួយឯងអញ្ចឹងយើងដាក់ x ក្រេទៅដោយសារនេះបូកអញ្ចឹងខាងនេះក៏យើងដាក់បូកដែរនៅពេលដែលយើងលើកឡើងទៅគឺវាបដូរសញ្ញាអញ្ចឹងលោកគ្រូបានដាក់ x ក្រេគុណនឹង x គឺបានបាទគឺបាន x គីបបោះទៅអង្គម្ខាងគឺបានដក x គីប x ក្រេគុណនឹងដក2គឺបានដក 2x ក្រេបោះទៅអង្គម្ខាងគឺបានបូក 2x ក្រេវិញអញ្ចឹងនេះយើងគុណទៅគឺយើងបានប៉ុណ្នេះដក x គីបបូកឲ្យ 2x ក្រេបន្ទាប់មកបងអូនបូកវាបញ្ចូលគ្នាមកណាបាទបូកវាបញ្ចូលគ្នាមកស្មើប៉ុន្មាន x គីបបូកឲ្យដក x គីបគឺស្មើនឹង0ណាត្រង់នេះគឺស្មើនឹង0បាទ 2x ក្រេមានអីទូទាត់វាអត់មានទេអញ្ចឹងយើងតម្លាក់វាមកក្រោមណាតម្លាក់វាមកក្រោមដក 5x យើងមានអីទូទាត់ទេអត់មានទេអញ្ចឹងយើងតម្លាក់វាមកក្រោមដែរអញ្ចឹងយើងបាន 2x ក្រេដកឲ្យ 5x គីបសុំទោស 5x ណាបន្តមកទៀតយើងលៃលោកវាទៀតមកថាតើយើងគួរដាក់ប្រមាណដើម្បីឲ្យចែកដាច់ណាដូចក្រេខ្ពស់បន្តទៀតគឺ 2x ក្រេអញ្ចឹង 2x ក្រេលោកគ្រូគួរដាក់នៅនេះប៉ុន្មានដើម្បីឲ្យដាច់ 2x ក្រេបាទគឺដាក់បូកបាទបូក2ណាបូក 2x ត្រូវទេបាទអញ្ចឹងលោកគ្រូដាក់បូក 2x គុណឲ្យ x គឺបានបូក 2x ក្រេបោះទៅអង្គម្ខាងគឺបានដក 2x ក្រេអញ្ចឹងលោកគ្រូគុណឲ្យបោះទៅអង្គម្ខាងបន្តមកទៀត 2x គុណឲ្យដក 2បានប៉ុន្មានដក 4x បោះទៅអង្គម្ខាងគឺបានបូក 4x វិញបន្តមកយើងទូទាត់វាបាទទូទាត់ 2x ក្រេដកឲ្យ 2x ក្រេស្មើនឹង0នេះណាត្រង់នេះគឺយើងបូកគ្នា 2x ក្រេបូកឲ្យដក 2x ក្រេគឺស្មើនឹង0ដក 5x បូកឲ្យ 4x ស្មើប៉ុន្មានគឺស្មើនឹងដក x ណាអញ្ចឹងយើងបានដក x នៅសល់អីគេទៀតយើងចែកហើយនៅទេយើងតម្លាក់6មកទៀតមកយើងបានដក x បូកឲ្យ6អញ្ចឹងថាតើយើងគួរដាក់ប្រមាណបាទដោយសារតែអានេះមេគុណរបស់វាគឺដកណាហើយអានេះមាន x ដែរអញ្ចឹងយើងគួរដាក់តែដក1ទៅបានហើយអញ្ចឹងលោកគ្រូដាក់ដក1គុណនឹង x គឺបានដក x បោះទៅអង្គម្ខាងគឺបានបូក x ណាបាទដក1គុណឲ្យដក2គឺបាន2បោះទៅអង្គម្ខាងគឺបានដក2អញ្ចឹងយើងទូទាត់វាមកដក x បូក x ស្មើនឹង0 6ដកឲ្យ2ស្មើនឹង4អញ្ចឹងមានន័យថាម៉េចណាមានន័យថា x គីបដកឲ្យ 5x បូកឲ្យ6ចែកឲ្យ x ដក2គឺស្មើនឹងបាទលទ្ធផលរបស់វាគឺ x កា៉េបូកឲ្យ
2x ដក1ដែលសល់សំណល់ហ្មងសល់សំណល់4ណាអញ្ចឹងមានន័យថាប្រមាណវិធីហ្នឹងចែកពហុធាតុហ្នឹងគឺចែកអត់ដាច់ទេហេតុអីបានលោកគ្រូថាចែកអត់ដាច់ដោយសារតែវានៅសំណល់ហើយយើងអាចថែមអីថយអីទៀតដើម្បីឲ្យវាចែកដាច់ទេអញ្ចឹងលទ្ធផលរបស់វាគឺ x ការ៉េបូកឲ្យ 2x ដក1សំណល់សល់4គេអាចសរសេរកន្សោមបែបហ្នឹងមានន័យថាបាទ x គីបដកឲ្យ 5x បូកឲ្យ6ស្មើនឹងអីដើម្បីឲ្យវាស្មើដើមវិញគឺយើងយកតួចែកគុណនឹងលទ្ធផលបូកជាមួយនឹងសំណល់អញ្ចឹងគេទទួលបានណាគឺគេទទួលបានបែបនេះគឺ x គីបដកឲ្យ 5x បូកឲ្យ6គឺស្មើនឹងបាទតួចែក x ដក2កតាឲ្យ x ការ៉េបូកឲ្យ 2x ដក1បូកឲ្យសំណល់4ណាបាទអញ្ចឹងគេគុណមកគឺយើងអាចសរសេរវាជាបែបនេះបានមានន័យថាពហុគុណពហុធាតុហ្នឹងគឺវាចែកអត់ដាច់ទេគឺមានសំណល់សល់4អញ្ចឹងគេថាវិធីចែកនេះបាទវិធីចែកនេះគឺមានសំណល់សល់4បាទគេសង្កេតឃើញថា f នៃ2ស្មើ s នៃ2ស្មើ4ដែរនៅពេលដែលយើងជួសមើលបងប្អូនអរគ្នាយើងជួសយកតម្លៃ x ស្មើ2ជួសនៅក្នុងកន្សោមនេះគឺមានតម្លៃស្មើប៉ុន្មានស្មើ4ដែរនៅពេលដែលយើងចែកក៏ឃើញលទ្ធផលស្មើ4ដែរអញ្ចឹងគេអាចសន្មតបានថា f នៃ2ណា f នៃ2ស្មើនឹង4អញ្ចឹងមានន័យថាតម្លៃ2ហ្នឹងគឺជាឫសរបស់សមីការនេះនៅពេលដែលយើងជួសទៅគឺវាបាទនៅពេលដែលយើងចែកទៅគឺនៅសល់សំណល់4ឬក៏តម្លៃរបស់វាគឺយើងជួសទៅគឺស្មើនឹង4ហ្មងណាបាទអញ្ចឹង f នៃ2គឺស្មើនឹង4អញ្ចឹងកាលណាបាទជាទូទៅកាលណាគេចែកពហុធាតុ f នៃ x និងបាទ f នៃ x នឹងទ្វេធាតុដឺក្រេទី1 x ដក alpha នោះគេបានសំណល់ជាចំនួនថេរបាទម្ដងទៀតកាលណាគេចែកពហុធាតុ f នៃ x និងទ្វេធាតុដឺក្រេទី1បាទ x ដក alpha នោះគេបានសំណល់ជាចំនួនថេរដូចមិនអញ្ចឹងកាលណាយើងយកអីគេយក x គីបដកឲ្យ 5x ការ៉េបូកឲ្យ6ដែលជាពហុធាតុបាទ f នៃ x ហ្នឹងយើងចែកទៅនឹងបាទ x ដក alpha មានន័យថា x ដក1ណាបាទរបស់យើងមិញសុំទៅ x ដក2ណាបាទអញ្ចឹងនៅពេលដែលយើងយកអានេះមកចែកទៅ x ដក alpha ហ្នឹងគឺជាតួចែកនៅពេលដែលយើងចែកវាទៅជាទម្រង់បែបហ្នឹងគឺសំណល់របស់វាចេញមកគឺជាចំនួនថេរណាវាអត់ចេញជាជាប់ជាកន្សោមពហុធាតុឬក៏ចេញមកជាឯកធាតុទេគឺចេញមកគឺជាចំនួនថេរជានិច្ចអញ្ចឹងបងប្អូនត្រូវចាំត្រង់ហ្នឹងដែរបាទមួយទៀតទ្រឹស្ដីបត់សំណល់គេថាបើ a ជាសំណល់ណាបើ a ជាសំណល់ក្នុងការចែកកន្សោមពហុធាតុ f នៃ x និង x ដក alpha នោះគេបាន a ស្មើនឹង f នៃ alpha មានន័យថាបើសិនជា a ជាសំណល់នៃបាទ a ជាសំណល់នៃការចែកពហុធាតុហ្នឹងបាទនៃពហុធាតុ f នៃ x និង x ដក alpha នោះគេថាបាទ a ស្មើនឹង f នៃ alpha ដូចបងប្អូនបានមើលឧទាហរណ៍មិនអញ្ចឹងលោកគ្រូមិនមាន x បាទមាន x ដក2ត្រូវទេ x ដក2ហ្នឹងគឺ x ដក alpha ហ្នឹងហើយដែលមិញហ្នឹងគឺតម្លៃនៃបាទ f នៃ2ស្មើប៉ុន្មាន f នៃ2គឺស្មើនឹង4ប៉ុន្តែនៅពេលដែលយើងយកពហុធាតុ f នៃ x របស់យើងយកមកចែកនឹង x ដក2គឺយើងទទួលបានសំណល់ប៉ុន្មានសំណល់4ដែរអញ្ចឹងសំណល់ហ្នឹងគេតាំងដោយអក្សរ a ដែលគេឲ្យតម្លៃរបស់វាគឺស្មើទៅនឹង f នៃ 2 តែម្ដងណាបងតន់ណាមានន័យថា f នៃ alpha ស្មើនឹង a ឬក៏ a ស្មើនឹង f នៃ alpha អញ្ចឹងបើសិនជាគេចង់ដឹងអំពីសំណល់អញ្ចឹងបើសិនជាគេចង់ដឹងអំពីសំណល់យើងគ្រាន់តែយកតម្លៃ alpha យកទៅជួសវាទៅណាឬក៏យើងអាចឲ្យ x ដក alpha ស្មើ0អញ្ចឹងនាំឲ្យ x ស្មើ alpha ត្រូវទេអញ្ចឹងយើងយក alpha យកទៅជួសនៅក្នុង f នៃ x យើងយក alpha ជួសទៅក្នុង f នៃ x ទៅគឺយើងឃើញសំណល់តែម្ដងយើងមិនបាច់ចែកពហុធាតុដើម្បីរកសំណល់វាទេអញ្ចឹងយើងអាចបាទរកតាមទ្រឹស្ដីបត់សំណល់ហ្នឹងគឺយើងអាចរកសំណល់នៃបាទពហុធាតុហ្នឹងបានដោយងាយណាបងប្អូនតន់ណាត្រង់ហ្នឹងចុះបើសិនជាករណីវាចែកដាច់វិញបាទចែកដាច់ហ្នឹងមានន័យថាកន្សោមរបស់យើងមិនមានសំណល់ទេនៅពេលដែលយើងចែកមកគឺមិនមានសំណល់ទេអញ្ចឹងនាំឲ្យសំណល់វាស្មើប៉ុន្មានស្មើនឹង0តែម្ដងណាបាទអញ្ចឹងលោកគ្រូសូមរំលឹកបងប្អូនប៉ុណ្ណឹងយើងចូលទៅដល់សម្រាយបញ្ជាក់ហេតុអីបានជាបាទ
បានជា f នៃ x ចែកឲ្យ x ដក alpha ស្មើនឹងសំណល់ a អញ្ចឹងយើងទៅមើលទាំងអស់គ្នាបើគេយកគុយនៃ x ជាផលចែកណាបើគេយកគុយនៃ x ជាផលចែករវាង f នៃ x និង x ដក alpha បាទហើយ a ជាសំណល់នោះគេបានតំណាក់តំណងមួយអញ្ចឹងបើសិនជាគេយក f នៃ x នេះចែកនឹង x ដក alpha គឺយើងទទួលបានលទ្ធផលគុយនៃ x ហើយយើងបានសំណល់របស់វាគឺ a អញ្ចឹងគេបានតំណាក់តំណងដូចម្ដេចតំណាក់តំណងរបស់វាគឺ f នៃ x ស្មើនឹង x ដក alpha គុណឲ្យគុយនៃ x បូកឲ្យ a បាទគឺកន្សោមពហុធាតុស្មើនឹងបាទតួនេះតំណាងចែកស្មើនឹងតួចែកគុណឲ្យលទ្ធផលបូកឲ្យសំណល់គុយនៃ x នេះគេតាំងដោយបាទលទ្ធផល x ដក alpha នេះគឺជាតួចែកណាព្រោះដោយសារតែយើងយក f នៃ x ចែកនឹង x ដក alpha ហើយ a នេះគឺជាសំណល់អញ្ចឹងមានន័យថា f នៃ x ស្មើនឹង x ដក alpha គុណឲ្យគុយនៃ x បូកឲ្យ a តែម្ដងបាទដូចនេះបាទបើសិនជាយើងជំនួស alpha នៅក្នុងសមីការនេះយើងបានអីគេមានន័យថាយើងយក alpha នេះទៅជួសនៅក្នុងសមីការនេះយើងបានអីបងប្អូនសាកជួសមើលអញ្ចឹងបើសិនជាយើងជួស alpha ទៅគឺបានអីគេ f នៃ alpha ស្មើនឹង alpha ដក alpha កន្លែងណា x យើងជួសដោយ alpha បាទអញ្ចឹង f នៃ alpha ស្មើនឹង x ដក alpha គុណឲ្យគុយនៃ alpha បូកឲ្យ a អញ្ចឹង f នៃ alpha បាទ f នៃ alpha ស្មើ alpha ដក alpha ដក alpha ស្មើប៉ុន្មាន0ទៅទេ0គុណនឹងគុយនៃ x បាទសុំទោស0គុណនឹងគុយនៃ alpha គឺស្មើនឹង0បូកឲ្យ a គឺស្មើនឹង a អញ្ចឹង f នៃ alpha គឺស្មើនឹង a ហ្នឹងហើយបាទនៅពេលដែលយើងចំនួនមកគឺយើងឃើញបែបនេះគឺ f នៃ alpha ស្មើនឹង alpha ដក alpha ស្មើនឹងប៉ុន្មាន0គុណឲ្យបាទគុយនៃ alpha គឺស្មើនឹង0អញ្ចឹងយើងបូកទៅគឺស្មើនឹងបាទស្មើនឹង a តែម្ដងណាម្ដុំនេះគឺស្មើនឹង0នេះអញ្ចឹងបានគេនិយាយថាដូចនេះ f នៃ alpha ស្មើនឹង a ពិតទេបាទគឺពិតតែណាដូចជាទូទៅសំទោទ្រឹស្ដីបត់សំណល់មិញគឺ f នៃ alpha ក៏ស្មើនឹង a ដែរដែលយើងតាំងវាបាទដែល a ហ្នឹងគឺជាសំណល់ f នៃ alpha ហ្នឹងគឺជាការជួសបាទតម្លៃឫសនៃតួចែកយកទៅជួសនៅក្នុងកន្សោមពហុធាតុរបស់យើងបាទអញ្ចឹង f នៃ alpha គឺស្មើនឹង a យើងចូលទៅដល់ឧទាហរណ៍មួយទៀតគឺគេឲ្យចូលរកសំណល់ណាពេលនេះគេឲ្យចូលរកសំណល់នៃ f នៃ x ស្មើនឹង x គីបបូកឲ្យ 3x បូកឲ្យ4ចែកដាច់នឹង x ដក2និង x បូក3ណាបាទអញ្ចឹងម្ដងទៀតគេឲ្យចូលរកសំណល់នៃ f នៃ x និងបាទ f នៃ x ស្មើនឹង x គីបបូកឲ្យ 3x បូកឲ្យ4ចែកដាច់នឹង x ដក2និង x បូក3អញ្ចឹងដើម្បីរកសំណល់វាតើបងអូនត្រូវទៅចែកទេព្រោះគេប្រាប់ថាបាទ f នៃ x ហ្នឹងគឺចែកដាច់នឹង x ដក2និង x បូក3អញ្ចឹងបើសិនជាគេចង់សួររកសំណល់នៅពេលហ្នឹងគឺបងអូនមិនបាច់ត្រូវទៅបាទយក f នៃ x ហ្នឹងចែកនឹង x ដក2ទៀតទេមិនបាច់ធ្វើប្រមាណវិធីចែកវាទៀតទេយើងគ្រាន់តែបាទប្រើទ្រឹស្ដីបត់នៃសំណល់ទៅគឺយើងអាចរកសំណល់វាឃើញតែម្ដងយើងរកតាមណាយើងដឹងថា x បាទ x ដក2នេះហើយនឹង x បូក3ហ្នឹងគឺអីគេគឺ x ដក alpha អញ្ចឹងបើ x ដក alpha យើងគ្រាន់តែយកតម្លៃ alpha យកទៅជួសនៅក្នុងបាទនៅក្នុងកន្សោម f នៃ x យើងនេះគឺយើងឃើញសំណល់តែម្ដងណាបើសិនជាជួសទៅស្មើនឹង0គឺវាមិនមានសំណល់ទេប៉ុន្តែបើជួសទៅនៅមានតម្លៃចំនួនថេរណាមួយគឺយើងបាទគឺតម្លៃចំនួនថេរនោះហើយគឺជាសំណល់របស់វាអញ្ចឹងបងអូនទៅមើលទាំងអស់គ្នាបាទអញ្ចឹងយើងអត់ចែកទេអញ្ចឹងគេមាន f នៃ x ស្មើនឹង x គីបបូកឲ្យ 3x បូក4បាទដោយអីគេបាទដោយសមីការ x ដក2ស្មើ0លោកគ្រូឲ្យតម្លៃដែលជាតួចែកវាកន្សោមតួចែក degree ទី1ហ្នឹងគឺ x ដក2ហ្នឹងលោកគ្រូឲ្យវាស្មើនឹង0អញ្ចឹងបើសិនជាវាស្មើនឹង0នាំឲ្យអីគេបាទនាំឲ្យ x មានឬបាទស្មើនឹង2កន្សោមហ្នឹងគឺមានឬស្មើនឹង2បងអូនជួស2វិញទៅគឺ0ស្មើ0វិញហើយណាអញ្ចឹងករណី x ស្មើ2នេះហើយគឺជា x ស្មើនឹងអីគេបាទ x ស្មើនឹង alpha អញ្ចឹងលោកគ្រូយក alpha ហ្នឹងទៅជួសក្នុង f នៃ x យើងបានអីគេបាទតាមទ្រឹស្ដីបត់សំណល់គឺយើងយក2យកទៅជួសនៅក្នុងបាទយកទៅជួសក្នុងកន្សោមពហុធាតុយើងអញ្ចឹងយើងបានប៉ុន្មានគឺយើងបាន f នៃ2ស្មើនឹង2គីបបូកឲ្យ3គុណឲ្យ2បូកឲ្យ4ណា2គីបស្មើប៉ុន្មាន
2 គីបគឺស្មើនឹង8 3គុណឲ្យ2គឺស្មើនឹង6យើងបូកទៅបានប៉ុន្មានបាទ8បូកឲ្យ6គឺបាន14 14បូកឲ្យ4គឺស្មើនឹង18អញ្ចឹងមានន័យថាសំណល់របស់វាគឺនៅសល់ប៉ុន្មានសំណល់របស់វាគឺនៅសល់15 18ដោយសារតែបាទ f នៃ alpha គឺស្មើនឹង a អញ្ចឹង f នៃ2ស្មើនឹង8មានន័យថានៅពេលដែលយើងចែក x គីបបូកឲ្យ 3x បូកឲ្យ4និង x ដក2គឺសល់សំណល់10 18បងតន់ណាបាទដូចនេះ f នៃ2ស្មើនឹង18មួយទៀតបាទមួយទៀតគឺយើងយកតម្លៃបាទយកកន្សោម x បូក3វិញឲ្យវាស្មើ0វិញម្ដងព្រោះដោយសារតែកន្សោម f នៃ x យើងមិញចែកដែរនឹង x បូក3ដែរអញ្ចឹងយើងឲ្យ x បូក3ស្មើនឹង0គឺនាំឲ្យវាមានរឹស x ស្មើនឹងដក3ករណីពេលហ្នឹង alpha យើងស្មើប៉ុន្មានស្មើនឹងដក3បាទបើសិនជា alpha ស្មើនឹងដក3យើងយកដក3ជួសនៅក្នុងទ្រឹស្ដីបត់សំណល់យើងគឺយើងយកដក3មកជួសមកគឺស្មើនឹងដក3គីបបាទដក3គីបបូកឲ្យ3គុណឲ្យដក3បូកឲ្យ4ដក3គីបស្មើប៉ុន្មានគឺស្មើនឹងដក27បាទដក27 3គុណនឹងដក3ស្មើនឹងដក9បូកឲ្យ4យើងទូទាត់ទៅនៅសល់ប៉ុន្មានបាទទូទាត់ទៅគឺនេះនៅសល់បាទដកវាទៅនៅសល់ដក36ដក36បូកឲ្យ4នៅសល់ដក32នាំឲ្យបាទដូចនេះ f នៃដក3ស្មើនឹងដក32មានន័យថាសំណល់របស់យើងដែលយើងយក f នៃ x ចែកនឹង x បូក3គឺស្មើនឹងបាទស្មើនឹងសំណល់របស់វានៅសល់ដក32បាទយើងចូលទៅដល់ប្រតិបត្តិបងប្អូនទាំងអស់គ្នាប្រតិបត្តិគេឲ្យរកសំណល់នៃប្រមាណវិធីចែកដូចខាងក្រោមអញ្ចឹងនេះប្រមាណវិធីចែកយើងគឺក x គីបបូកឲ្យ 3x ដក12ចែកឲ្យ x បូក1ខ 4x គីបដកឲ្យ 2x ការ៉េដកឲ្យ9ចែកនឹង 2x ដក1គឺ 2x គីបបូកឲ្យ x ដកឲ្យ x បាទបូកឲ្យ x ការ៉េដកឲ្យ x បូកឲ្យ7ចែកនឹង x បូកបាទចែកនឹង x បូក2អញ្ចឹងថាតើប្រមាណវិធីចែកយើងនេះបាទថាតើបងអូនត្រូវយកវាមកចែកអត់បាទគឺអត់ទេយើងគ្រាន់តែប្រើទ្រឹស្ដីបត់សំណល់គឺយើងអាចទៅរកសំណល់វាឃើញហើយតោះឥឡូវយើងទៅរកទាំងអស់គ្នាអញ្ចឹងក x គីបបូកឲ្យ 3x ដកឲ្យ12ស្មើនឹងបាទចែកនឹង x បូក1អញ្ចឹងយើងដោយយើងត្រូវឲ្យអង្គខាងនេះស្មើនឹង0ដើម្បីទាញរកអីទាញរកឫសរបស់វាអញ្ចឹងបើ x បូក1ស្មើ0នាំឲ្យ x ស្មើនឹងដក1យកដក1ទៅជួសនៅក្នុងកន្សោមរបស់យើងនេះបាទអញ្ចឹងតាមទ្រឹស្ដីបត់សំណល់គឺ f នៃដក1ស្មើអីវាគឺស្មើនឹងដក1គីបបូកឲ្យ3គុណឲ្យដក1បូកដកឲ្យ10ដកឲ្យ12ដក1គីបស្មើដក1ដក3បាទ3គុណដក1ស្មើដក3អញ្ចឹងដកបានដក4ដក4ដក12គឺស្មើនឹងដក15ដក16អញ្ចឹងកន្សោមករបស់យើងគឺ f នៃដក1គឺស្មើនឹងដក16ឬក៏ស្មើនឹងអីគេស្មើនឹង a ណានេះគឺជាសំណល់របស់វាគឺ a បាទយើងចូលទៅដល់ខ 4x គីបដកឲ្យ 2x ការ៉េដកឲ្យ9ចែកនឹង 2x ដក 2x ដក1អញ្ចឹងអានេះដូចគ្នាដែរយើងត្រូវឲ្យកន្សោមនេះស្មើនឹង0ដើម្បីរក alpha គឺរកឫសនៃសមីការហ្នឹងអញ្ចឹងយើងបានបាទដោយសមីការ 2x ដក1ស្មើនឹង0អញ្ចឹងបាទមានឫសអីគេយើងរុញ1មកគឺបាទបោះ1មកគឺបាន1រុញ2មកគឺបាន1លើ2អញ្ចឹងយើងបានតាមទ្រឹស្ដីបត់សំណល់គឺគេបាន f នៃ1លើ2ស្មើនឹង4គុណឲ្យអីគេបាទ4គុណឲ្យ1លើ2លើកជាគីបដកឲ្យ2គុណឲ្យ1លើ2លើកជាការ៉េដកឲ្យ9ស្មើនឹងប៉ុន្មាន1លើ2លើកជាគីបគឺស្មើនឹង1នៅលើ8 1នៅលើ8ចែកឲ្យ4គឺបាន1លើ2ត្រូវទេចំណែកឯអានេះវិញ1លើ2លើកជាការ៉េគឺស្មើនឹង1លើ4 1លើ4គុណឲ្យ2គឺបាន1លើ2អញ្ចឹង1លើ2ដកឲ្យ1លើ2គឺស្មើនឹង0ហើយអញ្ចឹងមួយតួនេះយើងទូទាត់គ្នាទៅគឺស្មើនឹង0ពីរតួហ្នឹងអញ្ចឹងវានៅសល់ដក9បាទអញ្ចឹងនាំឲ្យអីគេ f នៃ1លើ2គឺស្មើនឹងដក9ដក9នឹងហើយគឺជាសំណល់នៃការចែកនេះបងតន់ណាបាទនៅកើមួយទៀតកើ 2x គីបបូកឲ្យ x ការ៉េដកឲ្យ x បូកឲ្យ7ចែកនឹង x បូក2អញ្ចឹងយើងត្រូវឲ្យ x បូក2នេះស្មើនឹង0អញ្ចឹងយើងឲ្យវាមកដោយសមីការ x បូក2ស្មើ0គឺមានឫស x ស្មើនឹងដក
x ស្មើដក2យកដក2ទៅចំនួននៅក្នុងបាទកន្សោមរបស់យើងខាងនេះគឺតំណាងចែកអញ្ចឹងយើងបានបាទតាមទ្រឹស្ដីបទសំណល់គឺគេបាន f នៃដក2ស្មើនឹង2គុណនឹងដក2គីបបូកឲ្យដក2ការ៉េដកឲ្យបាទដកឲ្យដក2បូកឲ្យបាទបូកឲ្យ7ស្មើនឹងប៉ុន្មានដក2គីបគឺស្មើនឹងដក8ដក8គុណ2គឺស្មើនឹងដក10បាទដក16ដក2ស្វ័យគុណ2គឺស្មើនឹង4បូកឲ្យបាទបូកឲ្យ2បូកឲ្យ5បូកឲ្យ7យើងទូទាត់ទៅគឺនៅសល់ដក3ណាអញ្ចឹងដក3គឺជាសំណល់នៃលទ្ធផលនៃការចែករបស់យើងនឹងបាទ f នៃដក2ស្មើនឹងដក3អញ្ចឹងយើងចូលទៅដល់ទ្រឹស្ដីបទមួយទៀតគឺទ្រឹស្ដីបទកតាដែលគេថា f នៃ x ជាពហុធាតុណាបើ f នៃ x ជាពហុធាតុបើ alpha ជាចម្លើយនៃសមីការ f នៃ x ស្មើ0នោះ x ដក alpha ជាកតានៃពហុធាតុ f នៃ x ម្ដងទៀត f នៃ x ជាពហុធាតុបើ alpha ជាចម្លើយនៃសមីការ f នៃ x ស្មើ0ដែលគេឲ្យពហុធាតុនឹងស្មើ0ណានោះ x ដក alpha ជាកតានៃពហុធាតុ f នៃ x បាទអញ្ចឹងដើម្បីឲ្យបងប្អូនកាន់តែច្បាស់យើងទៅមើលសម្រាយបញ្ជាក់ឧបមាថាបាទឧបមាថាគុយនៃ x ជាផលចែកណាឧបមាថាគុយនៃ x គឺជាផលចែកអញ្ចឹងគេបានអីគេបាន f នៃ x ស្មើនឹង x ដក alpha គុណឲ្យគុយនៃ x បូកឲ្យ a មានន័យថាបើសិនជាយើងយក f នៃ x ចែកឲ្យ x ដក alpha គឺបានលទ្ធផលគុយហើយសំណល់ a ទៅទេគុយនៃ x ហ្នឹងគឺជាលទ្ធផលអញ្ចឹងយើងអាចសរសេរ f នៃ x ស្មើនឹង x ដក alpha គុណឲ្យគុយនៃ x បូកឲ្យ a ប៉ុន្តែចំពោះ f នៃ alpha ណាយើងជួស alpha ចូលទៅគឺយើងបាន f នៃ alpha ស្មើនឹង0ព្រោះដោយសារតែ alpha ដក alpha ស្មើនឹង0គុណនឹងគុយនៃ x ស្មើនឹង0បូក a ស្មើនឹង a អញ្ចឹងនាំឲ្យ alpha ស្មើនឹង a ប៉ុន្តែបាទ f នៃ alpha ស្មើនឹង0បើសិនជា f នៃ alpha ស្មើនឹង0នោះសំណល់របស់វា a ហ្នឹងក៏ស្មើនឹង0ដែរអញ្ចឹងគេថាម៉េចនៅពេលដែល f នៃ alpha ស្មើ0ឬក៏ a ស្មើ0នោះគេនិយាយថាដូចនេះបាទយើងអាចទៅសេបង្រួមមកនេះដោយ a ស្មើ0ហ្នឹងអញ្ចឹងម្ដុំនេះគឺ0គឺស្មើនឹង f នៃ x ស្មើនឹង x ដក alpha គុណឲ្យគុយនៃ alpha ប៉ុន្តែយើងអាចនិយាយបានមួយបែបទៀតថាមិនដែរអញ្ចឹងគេថាពហុធាតុ f នៃ x គឺចែកដាច់នឹង x ដក alpha អញ្ចឹងមានន័យថាបើសិនជា f នៃ x ចែកដាច់នឹង x ដក alpha គឺវាមិនមានសំណល់ទេឬក៏សំណល់វាស្មើនឹង0បាទជាទូទៅឲ្យតែតម្លៃលេខណាមិនថាកន្សោមឬក៏តម្លៃលេខទេឲ្យតែចែកដាច់វាគ្មានសំណល់គឺសំណល់របស់វាគឺស្មើនឹង0ហើយបើសិនជាវាចែកដាច់ណាបាទសម្គាល់ពហុធាតុ f នៃ x អាចចែកដាច់នឹងទ្វេធាតុដោយក្រេទី1 ax បូក b ប្រសិនបើ f នៃដក b នៅលើ a ស្មើនឹង0ណាអញ្ចឹងគេថាបើសិនជា f នៃ x នេះពហុធាតុ f នៃ x នេះវាចែកដាច់នឹងពហុធាតុដោយក្រេទី1បាទទ្វេធាតុដោយក្រេទី1 ax បូក b ប្រសិនបើ f នៃដក b នៅលើ a ស្មើនឹង0យើងបានដក b នៅលើ a មកពីណាបាទបងប្អូនដឹងអីករណីបើសិនជា f នៃ x ចែកនឹង ax បូក b អញ្ចឹងយើងត្រូវឲ្យបាទតួចែករបស់វាស្មើ0ដើម្បីទាញរឫសវាត្រូវទេអញ្ចឹងដក b នៅលើ a ហ្នឹងជាឫសរបស់ ax បូក b ស្មើនឹង0ហើយអញ្ចឹងយើងជួស f នៃ x បាទ f នៃដក b នៅលើ a ហ្នឹងស្មើនឹង0បើសិនជាយើងជួសវាទៅកន្សោមយើងស្មើ0នាំឲ្យ f នៃ x ហ្នឹងគឺចែកដាច់ទៅនឹង ax បូក b តែម្ដងបាទយើងចូលទៅដល់ឧទាហរណ៍គេថាពហុធាតុ f នៃ x ស្មើនឹង x គីបដកឲ្យ 2x ការ៉េបូកឲ្យ 4x ដក 8បាទអាចចែកដាច់នឹង x ដក 2អញ្ចឹងបើសិនជាគេថា x គីបដកឲ្យ 2x ការ៉េដកឲ្យបាទបូកឲ្យ 4x ដក 8នឹងចែកដាច់នឹង x ដក 2លុះត្រាតែអីគេលុះត្រាតែយើងយកតម្លៃ x ស្មើ2យកទៅជួសនៅក្នុងនេះទៅគឺឃើញវាស្មើនឹង0តែម្ដងព្រោះដោយសារតែយើងឲ្យ x ដក 2 ស្មើ0យើងទាញទៅបាន2យក2ជួសក្នុងកន្សោមនេះស្មើ0នាំឲ្យវាចែកដាច់ហើយណាអញ្ចឹងព្រោះអីគេព្រោះអីបានគេថាវាចែកដាច់គឺ f នៃ2ស្មើនឹង
2 kíp bà do pi chua hẳn tới cái ban pi kíp độ ai pi con ai pi cái rễ bốc ai pi con này 4độ ai 8 គឺស្មើនឹង0ឥឡូវយើងជួសមើលហេតុអីបានស្មើ0 2x គីបគឺស្មើ8អានេះគឺបានប៉ុន្មាន2ការ៉េ4 4គុណឲ្យ2 8ដែរណាបាទអញ្ចឹងអានេះ0ហើយ4គុណឲ្យ2 8 8ដកឲ្យ8 0អញ្ចឹងនាំឲ្យដោយ x នៃ2ស្មើ0គឺដូចនេះ x ជាបាទ x ដក2គឺជាកត្តានៃ f នៃ x កាលណាវាចែកដាច់នាំឲ្យបាទ x ដក2ហ្នឹងគឺជាកត្តានៃ f នៃ x តែម្ដងបាទជាងចូលទៅដល់ឧទាហរណ៍ទី2ឧទាហរណ៍ទី2គឺរកតម្លៃ p ដែលនាំឲ្យពហុធា x គីបដក 3x ការ៉េបូកឲ្យ4បូកឲ្យ p ចែកដាច់នឹង x ដក2អញ្ចឹងគេឲ្យរកតម្លៃនៃ p នេះថាតើ p ស្មើប្រមាណដែលយើងអាចជួសតម្លៃ p ទៅគឺនាំឲ្យពហុធាហ្នឹងគឺចែកដាច់នឹង x ដក2អញ្ចឹងបងប្អូនត្រូវធ្វើម៉េចបាទអញ្ចឹងដូចគ្នាដែរបើសិនជាវាចែកដាច់នឹង x ដក2លុះត្រាតែអីគេ f នៃ2នៃអានេះគឺស្មើនឹង0ត្រូវទេអញ្ចឹងយើងគ្រាន់តែរកតម្លៃ x ស្មើ2ហើយយកមកជួសនៃ f នៃ2 f នៃ2យើងជួសទៅគឺបាន2គីបដកឲ្យ3គុណឲ្យ2ការ៉េបូកឲ្យ4គុណនឹង2បូកឲ្យ p ហើយឲ្យវាស្មើ0ព្រោះថាករណីចែកដាច់គឺมันមានសំណល់ទេគឺវាស្មើ0អញ្ចឹងនៅក្នុង clear ថាចែកដាច់ហ្នឹងគឺយើងអាចយកតម្លៃ f នៃ2ឲ្យស្មើ0តែម្ដងណាបាទអញ្ចឹងយើងអាចទាញរក p ឃើញហើយអញ្ចឹងយើងតាំង f នៃ x ស្មើនឹង x គីបដកឲ្យ 3x ការ៉េបូកឲ្យ4បូកឲ្យបាទ 4x បូកឲ្យ p អញ្ចឹងបាទដោយ f នៃ x ចែកដាច់នឹង x ដក2បាទ f នៃ x ចែកដាច់នឹង x ដក2គឺនាំឲ្យគេបាន f នៃ2ស្មើនឹង2គីបដកឲ្យ3គុណឲ្យ2ការ៉េបូកឲ្យ4គុណឲ្យ2បូកឲ្យ p ស្មើនឹង0កាលណាចែកដាច់គឺបាទសំណល់របស់វាគឺស្មើនឹង0អញ្ចឹងបើវាស្មើ0យើងអាចជួសវាបាទទូទាត់រមក2គីបស្មើនឹង8បាទ3គុណឲ្យ4ស្មើនឹងដក12 8ដក12នៅសល់4បូកបាទដក4ដក4បូកឲ្យ8ទៀតគឺនៅសល់បូក4អញ្ចឹងយើងទាញបាន4បូក p ស្មើនឹង0អញ្ចឹង p ស្មើប៉ុន្មានបាទគឺ p ស្មើដក4មានន័យថានៅពេលដែលបងអូនជួសបាទ p ស្មើដក4សមីការនេះសុំទោសកន្សោមពហុធានេះទៅជាអីវិញគឺទៅជា x គីបដកឲ្យ 3x ការ៉េបូកឲ្យ 4x ដក4អញ្ចឹងវាចែកដាច់នឹង x ដក2ហើយបើសិនជាបងអូនចង់ដឹងថាចែកដាច់ឬក៏មិនដាច់បងអូនអាចយកទៅចែកសាកល្បងចែកខ្លួនឯងបានណាបាទអញ្ចឹងដូចនេះ p ស្មើនឹងដក4គឺជាតម្លៃដែលធ្វើឲ្យកន្សោម f នៃ x ចែកដាច់នឹង x ដក2បាទបងប្អូនទាំងអស់គ្នាយ៉ាងមិនដែរចំពោះខ្លឹមសារមេរៀននេះយើងបានចប់តែត្រឹមនេះហើយប៉ុន្តែលោកគ្រូក៏មានកិច្ចការផ្ទះបន្ថែមទៀតដើម្បីឲ្យបងប្អូនចូលទៅអនុវត្តបាទបងប្អូនទាំងអស់គ្នាខ្លឹមសារមេរៀនរបស់យើងថ្ងៃនេះបានបញ្ចប់ហើយយ៉ាងមិនដែរចំពោះខ្លឹមសារមេរៀនថ្ងៃនេះលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចយល់ច្បាស់អំពីទ្រឹស្ដីបទសំណល់ក៏ដូចជាទ្រឹស្ដីបទកត្តាជាចុងក្រោយលោកគ្រូសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសុខភាពល្អសំណាងល្អធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាពសូមអរគុណសូមជម្រាបលា